បច្ចុប្បន្ននេះមានក្រុម hacker Telegram ច្រើនបងប្អូនទាំងអស់គ្នាតែតែផ្ញើ link ឲ្យយើងធ្វើនេះធ្វើនោះណាអញ្ចឹងបងប្អូនគួរតែបិទលេខនេះបាទបិទលេខហ្នឹងទៅបងប្អូនទាំងអស់គ្នាកុំឲ្យគេឆ្កល់យើងពេកណាបាទហ្នឹងហើយបើមិនអញ្ចឹងទេវានឹងផ្ញើបាទ link នេះ link នោះថា Telegram របស់យើងនឹងត្រូវមានបញ្ហាត្រូវដោះស្រាយអញ្ចឹងណាបាទអញ្ចឹងបងប្អូនយើងប្រយ័ត្នចាញ់បោកហ្នឹងហើយអញ្ចឹងបងប្អូនយើងដូចឆានមកណាបាទអញ្ចឹងបងប្អូនខ្ញុំមកធ្វើការបិទខ្លះទុនទីខ្លះដើម្បីសុវត្ថិភាពបាទអញ្ចឹងខ្ញុំសូម clear ចោលសិនអញ្ចឹងអ្នកទាំងអស់គ្នាយើងចូលមកក្នុង Telegram មកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលទៅក្នុង Telegram ដើម្បីបិទលេខទូរស័ព្ទកុំឲ្យគេមើលឃើញបាទអញ្ចឹងបងប្អូនយើងចូលមកក្នុង Telegram មកបាទបន្តមកបងប្អូនទាំងអស់គ្នាយើងប្រើ iPhone ឬក៏ Android បងប្អូនដឹងមិនបាច់ចាំខ្ញុំរៀបរាប់ទេណាអញ្ចឹងយើងចូលមកបែបហ្នឹងយើងចុច Trade 3មក Trade 3បាទបន្តមកបងប្អូនទាំងអស់គ្នាយើងscrollទៅលើបន្តិចបងប្អូនមើលកន្លែង Setting ចូលលើ Setting មកបាទបន្តមកបងប្អូនទាំងអស់គ្នាយើងscrollទៅលើអ្នកទាំងអស់គ្នាគឺយើងយកកន្លែង Privacy and Security បាទកន្លែងកូនសោបងប្អូនຕົកលើកន្លែងហ្នឹងមកបាទបន្តមកបងប្អូនទាំងអស់គ្នាយើងមើលពីលើចុះមកក្រោមបងប្អូនមើលកន្លែង Privacy អញ្ចឹងអ្នកទាំងអស់គ្នាយកកន្លែងនេះបាទ Phone Number ຕົកលើហ្នឹងមកបាទបន្តមកបងប្អូនទាំងអស់គ្នាគេសួរថា Who can see my phone number តើនរណាអាចឃើញ see ហ្នឹងឃើញលេខទូរស័ព្ទរបស់ខ្ញុំលេខទូរស័ព្ទរបស់ខ្ញុំ ម៉ៃរបស់ខ្ញុំអញ្ចឹងណាបងប្អូនណាហ្នឹងហើយតើនរណាអាចឃើញលេខទូរស័ព្ទរបស់ខ្ញុំឃើញទេអញ្ចឹងបានន័យថាតើយើងចង់ឲ្យអ្នកផ្សេងបានឃើញនៅលេខទូរស័ព្ទរបស់យើងដែរឬទេអញ្ចឹងណាបាទបើយើងអត់ចង់ឲ្យឃើញទេយើងមានកំណត់មុខងារកន្លែងនេះ3នេះបាទមាន everybody មាន my contact មាន nobody អញ្ចឹងបងប្អូនត្រូវយល់ថា everybody ហ្នឹងបានន័យថាម៉េច everybody ហ្នឹងបានន័យថានរណាក៏គេអាចមើលឃើញនៅលេខទូរស័ព្ទរបស់យើងនៅលើ account Telegram របស់យើងផងដែរបានគ្រប់គ្នាបាទមើលឃើញគ្រប់គ្នាបងប្អូនណាហ្នឹងហើយអញ្ចឹងបើសិនជាយើងយក everybody បាទអញ្ចឹងបើសិនជាយើងយក everybody គឺគេបានឃើញគ្រប់គ្នាបងប្អូនណាលេខទូរស័ព្ទរបស់យើងហ្នឹងហើយបើសិនជាយើងយក my contact បាទถ้าយក my contact នេះអញ្ចឹងបានន័យថាអ្នកដែលបាន save លេខយើងគឺបានមើលឃើញនៅលេខទូរស័ព្ទរបស់យើងប៉ុន្តែអ្នកដែលមិនបាន save លេខទូរស័ព្ទរបស់យើងអ្នកដែលនេះហ្នឹងគឺមើលអត់ឃើញទេចូលមកចង់ search មើលអីចឹងមើលមកអត់ឃើញលេខទូរស័ព្ទរបស់យើងទេបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងយក my contact គឺបែបហ្នឹងហើយចុះបើសិនជាអ្នកទាំងអស់គ្នាយក nobody វិញ nobody បានន័យថាម៉េច nobody គឺបានន័យថាយើងបិទសិទ្ធទាំងអស់តែម្ដងមិនថានរណាទេគឺយើងបិទទាំងអស់មិនឲ្យគេអាចមើលឃើញមិនឲ្យគេអាចមើលឃើញនៅលេខ Telegram របស់យើងចដាច់ខាតបងប្អូនណាហ្នឹងហើយអាហ្នឹងចឹងបងប្អូនយើងយកមកងារហ្នឹងទៅបាទអាហ្នឹងបើសិនតែយើងចង់បិទលេខមិនឲ្យគេមើលឃើញណាຕົកលើទៅមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នាប្រយ័ត្ននេះមាន2ណាពេលណាដែលយើងយក nobody ហើយចូលមកដល់កន្លែងនេះមាន2ទៀតបាទមាន everybody ហើយនឹង my contact អញ្ចឹងបងប្អូនទាំងអស់គ្នាយើងយក my contact ណានេះថៃយក my contact នេះថៃយកហ្នឹងទៅបាទហើយយើងចុចគ្រីសបងប្អូនណាបាទយើងចុចគ្រីសមកចុចគ្រីសចឹងមកណាហ្នឹងហើយឃើញទេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងបានបិទហើយអញ្ចឹងពេលដែលយើងបានបិទយើងចុចចេញវិញសិនមកបាទនេះកន្លែងនេះពេលណាដែលយើងបានបិទគេចូលមកមើល account យើងគឺអត់ឃើញលេខទូរស័ព្ទទេបងប្អូនណាបាទប៉ុន្តែបងប្អូនថាខ្ញុំបិទតាមបងហើយហេតុអីបានជានៅតែឃើញលេខទូរស័ព្ទអាហ្នឹងយើងម្ចាស់ account បងប្អូនទាំងអស់គ្នាមិនបិទទៅលើនេះរបស់យើងព័ត៌មានរបស់យើងបានបើយើងជាម្ចាស់ account បងប្អូនណាយើងជាម្ចាស់ account អ្នកគ្រប់គ្រង account របស់យើងផ្ទាល់គឺយើងនៅតែមើលឃើញចឹងព័ត៌មានរបស់យើងបងប្អូនហ្នឹងហើយអញ្ចឹងបងប្អូនទោះបីបងប្អូនបាត់តែអ្នកដតីទេប៉ុន្តែសម្រាប់ខ្លួនឯងគឺបងប្អូននៅតែមើលឃើញព័ត៌មានរបស់យើងចឹងមានអីគឺយើងឃើញទាំងអស់ចឹងណាបាទប៉ុន្តែអ្នកដតីហ្នឹងគឺគាត់អត់ឃើញទេបាទគាត់អត់ឃើញនៅលេខទូរស័ព្ទរបស់យើងទេបងប្អូនណាបាទហ្នឹងហើយអញ្ចឹងហើយបងប្អូនថាបាត់ហើយអ្នកផ្សេងនៅតែមើលឃើញអាហ្នឹងដោយសារតែយើងកំណត់ខុសបាទយើងកំណត់ខុសយកមុខងារខុសយក my contact អីចឹងទៅអាហ្នឹងគេមើលឃើញហើយបាទបងប្អូនយើងភ្លេចមើលបងប្អូនយក my contact អីចឹងទៅបងប្អូនផ្សេងគាត់បានមើលឃើញនៅលេខទូរស័ព្ទរបស់យើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងយក nobody មកបាទបានលេខឃើញគឺអត់ឃើញទេបងប្អូនណាអាហ្នឹងយើងបិទចឹងទៅណាបាទអូខេហើយបើថាយើងចង់ទៅដោះវិញដោះតាមមិញចឹងទៅចង់ដោះវិញយើងចូលទៅ flow មិញចឹងទៅនេះយើងscrollទៅចឹងទៅយកកន្លែង privacy and security មកបន្តមកបងប្អូនយកកន្លែងនេះ privacy មកបាទបន្តមកបងប្អូនទាំងអស់គ្នាគឺយើងគ្រាន់តែយកកន្លែងនេះ everybody មកបាទបែបហ្នឹងមកហើយយើងចុចគ្រីសមក
អានោះបើសិនយើងចង់បើកលេខទូរស័ព្ទឲ្យគេឃើញវិញណាបើសិនតែយើងចង់បិទរហូតមិនបើកទេបងប្អូនណាបាច់ជុំមកបើកដូចខ្ញុំវិញទេគឺយើងបិទរហូតហ្មងទៅអញ្ចឹងណាបាទហ្នឹងហើយអូខេចាំបងប្អូនអាចអនុវត្តធ្វើតាមនឹងបាន